ស្វាគមន៍ការមកកាន់វត្តភ្នំព្រះគោលដៅទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលនៃឃុំបាសាក់ស្រុករខគិរីខេត្តបាត់ដំបងប្រសិនបើលោកអ្នកកំពុងស្វែងរកគោលដៅទេសចរណ៍បែបធម្មជាតិដែលផ្សារភ្ជាប់ជាមួយប្រវត្តិវប្បធម៌និងជំនឿសាសនាព្រះពុទ្ធសូមអញ្ជើញមកទស្សនាវត្តភ្នំព្រះដែលស្ថិតនៅក្នុងភូមិបាសាក់ឃុំបាសាក់ស្រុករខគិរីខេត្តបាត់ដំបងផ្លូវទៅកាន់វត្តភ្នំព្រះជាផ្លូវគ្រោះធម្មជាតិដែលឆ្លងកាត់វាលស្រែចម្ការនិងទេសភាពជនបទដ៏ស្រស់ស្អាតទោះបីជាការធ្វើដំណើរមានការលំបាកបន្តិចក៏ដោយប៉ុន្តែភ្ញៀវទេសចរអាចធ្វើដំណើរទៅដល់បានទាំងម៉ូតូនិងរថយន្តនៅពេលទៅដល់លោកអ្នកនឹងទទួលបាននូវទេសភាពដ៏ស្រស់ត្រកាលខ្យល់អាកាសបរិសុទ្ធនិងភាពស្ងប់ស្ងាត់ដែលធ្វើឲ្យការលំបាកក្នុងការធ្វើដំណើរត្រូវបានជំនួសដោយអារម្មណ៍រីករាយនិងភាពស័ក្តិសមនៃគោលដៅទេសចរណ៍មួយនេះវត្តភ្នំព្រះជាទីអារាមដែលមានភាពស្ងប់ស្ងាត់អមដោយដើមឈើធំធំជាច្រើនដុះត្រង់ស្រឡះដូចម្រាមដៃបង្កើតបានជាម្លប់ត្រជាក់និងខ្យល់អាកាសបរិសុទ្ធធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយនិងសុខសាន្តពេលមកដល់ឈ្មោះភ្នំព្រះមានប្រវត្តិគួរឲ្យចាប់អារម្មណ៍តាមការនិទានរបស់ប្រជាពលរដ្ឋក្នុងអំឡុងទសវត្សរ៍ឆ្នាំ1980អ្នកភូមិបានចូលទៅកាប់វល្លិក្នុងព្រៃភ្នំហើយបានប្រទះឃើញព្រះពុទ្ធរូបជាច្រើនអង្គចាប់តាំងពីពេលនោះមកទីកន្លែងនេះត្រូវបានគេហៅថាភ្នំព្រះរហូតមកដល់សព្វថ្ងៃអ្វីដែលធ្វើឲ្យវត្តភ្នំព្រះមានភាពទាក់ទាញគឺទេសភាពធម្មជាតិដ៏អស្ចារ្យនៅលើភ្នំមានទីវាលយ៉ាងធំដែលក្រាលដោយផ្ទាំងថ្មធម្មជាតិហាក់បីដូចជាធម្មជាតិបានរៀបចំទុកសម្រាប់ទទួលភ្ញៀវទេសចរផ្ទាំងថ្មធំៗជាច្រើនមានរូបរាងប្លែកៗដែលអ្នកទស្សនាអាចស្រមៃមើលឃើញជារូបអណ្ដើកសត្វកង្កែបនិងខ្លះទៀតមានរាងដូចកំណាត់ឈើដែលត្រូវបានកាត់ជាកង់បង្កើតទស្សនីយភាពដ៏អស្ចារ្យនៅចង្កេះភ្នំមានរូបសំណាកព្រះពុទ្ធប្រណិយគង់យ៉ាងស្ងប់ស្ងាត់ក្រោមបរិយាកាសធម្មជាតិដ៏ត្រជាក់ស្រួលដែលជាទីកន្លែងសម្រាប់អ្នកមានជំនឿចូលគោរពបូជានិងសុំសេចក្តីសុខសាន្តរីឯនៅជើងភ្នំវិញមានរូបសំណាកព្រះពុទ្ធសិង្ហប្រកបដោយភាពស្ងប់ស្ងាត់ធ្វើឲ្យអ្នកដែលបានមកដល់មានអារម្មណ៍ជ្រះថ្លានិងស្ងប់ចិត្តលើសពីនេះក៏មានចម្លាក់រូបគោនៅលើផ្ទាំងថ្មដ៏គួរឲ្យចាប់អារម្មណ៍ផងដែររូបទាំងនេះបានធ្វើឲ្យវត្តភ្នំព្រះក្លាយជាកន្លែងរួមបញ្ចូលគ្នារវាងធម្មជាតិជំនឿនិងវប្បធម៌មិនថាលោកអ្នកជាអ្នកស្រឡាញ់ធម្មជាតិចូលចិត្តថតរូបអ្នកស្រាវជ្រាវឬអ្នកធ្វើដំណើរបែបសាសនាវត្តភ្នំព្រះនឹងផ្ដល់ជូននូវបទពិសោធន៍ដ៏ពិសេសដែលពិបាកនឹងទៅរកនៅកន្លែងផ្សេងសូមអញ្ជើញមកទស្សនាវត្តភ្នំព្រះដែលស្ថិតនៅឃុំបាសាក់ស្រុករខគិរីខេត្តបាត់ដំបងដើម្បីស្វែងយល់ពីសម្រស់ធម្មជាតិនិងសេចក្តីស្ងប់សុខដែលកំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី។